បងមិនការពារទេអីប្រើនៅថ្ងៃមុននោះវាបានអស់បាត់ទៅហើយបងមិនការពារអញ្ចឹងបើសិនជាមានរឿងអីកើតឡើងតើឲ្យពួកយើងធ្វើយ៉ាងម៉េចក្រែងអូនទៅនឹងមករដូវមែនអត់វាបានមកអងតាំងតែពីដើមអាទិត្យមុនមិនហើយមិនអីទេបើសិនជាវាមានយើងរៀបការនឹងគ្នាតែម្ដងទៅបងគ្មានការងារធ្វើច្បាស់លាស់ផងឲ្យខ្ញុំទៅរៀបការជាមួយបងបានយ៉ាងម៉េចហើយការពិតទៅពួកគេទាំងពីរបានរស់នៅជាមួយគ្នាក្នុងឋានៈជាសង្សារនឹងអស់រយៈពេល10ឆ្នាំទៅហើយម្ដងនេះវាជាការឈឺចាប់ដ៏ធំបំផុតដែលនាងបានជួបនាងបានលើកលែងទោសឲ្យសង្សាររបស់នាងនឹង77ដងមកហើយតែម្ដងនេះនាងមិនលើកលែងទោសឲ្យគេទៀតទេនាងក៏សម្រេចចិត្តថានឹងបែកផ្លូវជាមួយនឹងគេស្រីនៅពេលដែលបែកបាក់ជាមួយនឹងសង្សារនឹងពួកនាងបានប្រើប្រាស់ពេលជាយូរដើម្បីបំភ្លេចគេតែមនុស្សប្រុសវិញវាផ្ទុយស្រឡះពីមនុស្សស្រីគ្រាន់តែចូលបារហើយផឹកស្រាវាក៏បាត់ទៅហើយអ្វីដែលសំខាន់នោះគឺរកមនុស្សស្រីម្នាក់ទៀតដើម្បីយកមកចំនួនអ្នកចាស់តែសូមប្រាប់មុនឲ្យហើយណារឿងនេះអត់ពាក់ព័ន្ធជាមួយ admin ទេ admin នឹងស្មោះខ្លាំងណាស់នៅថ្ងៃមួយនោះគេក៏បានឃើញសៀវភៅកំណត់ហេតុរបស់សង្សារចាស់ហើយខាងក្នុងសៀវភៅកំណត់ហេតុនោះដែរគេសរសេរយ៉ាងច្បាស់ថា77ដងទៅហើយដែលគេនឹងធ្វើឲ្យនាងខកបំណងតែនៅក្នុងទំព័រទី77នឹងមិនទាន់សរសេរអ្វីទេគេគិតបន្តិចហើយក៏បាននឹកឃើញទំព័រទី77នឹងគឺជាថ្ងៃដែលសង្សាររបស់គេនឹងទៅវះកាត់ដើម្បីយកកូនចេញនៅពេលដែលគេអានរួចគេក៏មានអារម្មណ៍ថាខ្វល់ខ្វាយក្នុងចិត្តជាខ្លាំងនៅពេលនោះគេក៏បានគិតនឹកទៅដល់រឿងអតីតហើយក៏បានដឹងថាគេនឹងបានខុសពិតមែនកំហុសទី1របស់គេធ្វើនោះគឺការមិនទៅតាមណាត់របស់មិត្តស្រីហើយនៅថ្ងៃនេះដែរមិត្តស្រីបានណាត់គេចូលទៅមើលកុនហើយរឿងដែលគេបញ្ចាំងនៅថ្ងៃនេះគឺជារឿងដែលនាងចូលចិត្តមើលជាខ្លាំងតែសៀវហាជាមិត្តប្រុសនឹងនាងនឹងមកយឺតពេលនៅពេលនោះដែរនាងធុញថប់ក្នុងការរងចាំជាខ្លាំងក៏បានទៅហាងនៅជ័យនោះនៅក្នុងហាងមួយនោះមានសៀវភៅកំណត់ហេតុគ្រប់ប្រភេទនាងក៏បានជ្រើសរើសយកសៀវភៅមួយក្បាលដែលមានឈ្មោះថាលើកលែងទោស77ដងម្ចាស់ហាងមួយនោះក៏បាននិយាយទៅកាន់នាងថាឲ្យសរសេរចូលទៅក្នុងសៀវភៅមួយនេះទៅនៅពេលដែលយើងលើកលែងទោសឲ្យសង្សារ7ដងវាតិចពេក77ដងក៏វាច្រើនពេកការលើកលែងទោសដល់ទៅ77ដងវាប្រហែលជាការអត់ទ្រាំដ៏ខ្ពស់បំផុតហើយរបស់មនុស្សយើងចាប់ពីថ្ងៃនេះទៅគ្រប់ពេលដែលសៀវហាធ្វើឲ្យនាងខូចចិត្តនាងតែងតែសរសេរចូលទៅក្នុងសៀវភៅកំណត់ហេតុរបស់នាងជានិច្ចចាប់ពីថ្ងៃនេះទៅសៀវភៅមួយក្បាលនេះប្រហែលជាអាចនឹងជួយនាងបាននៅថ្ងៃអនាគតនៅពេលដែលនាងបែកបាក់ជាមួយនឹងសង្សារចំណែករឿងវិញគេបញ្ចាំងចិត្តជាប់ទៅហើយសៀវហាទើបនឹងមកនៅពេលនេះម្ដងនេះហេតុផលរបស់សៀវហានឹងគឺភ្លៀងធ្លាក់ខ្លាំងពេកអញ្ចឹងហើយធ្វើឲ្យការចរាចរណ៍នៅបានកកស្ទះចំណែកអាសាវិញនាងបានគិតថាមកមិនទាន់ពេលនឹងព្រោះតែសៀវហានឹងគេមិនចេះបែងចែកពេលវេលាឲ្យច្បាស់លាស់ហើយនាងក៏បានបន្តនិយាយទៀតថាសៀវហានឹងមិនបានខ្វល់ខ្វាយពីនាងទេសៀវហាគេធ្វើតែអញ្ចឹងរហូតមករស់នៅនឹងខ្វល់តែពីខ្លួនឯងនឹងតាមចិត្តតែខ្លួនឯងទាំងអស់មិនចេះហាមឃាត់ចិត្តខ្លួនឯងហើយថែមទាំងមិនទទួលខុសត្រូវសូម្បីតែបន្តិចនៅពេលទិញសាឡុងចូលមកក្នុងផ្ទះហ្នឹងតែគេបែរជាមិនដឹងទំហំបន្ទប់ទៅវិញខ្ញុំគិតថាសាឡុងនេះគួរតែវែងជាងនឹងបន្តិចហើយនៅពេលដែលគេគ្មានក្តីសុខនោះគេក៏ត្រូវការអ្នកមកលួងចិត្តនៅពេលនេះដែរមិត្តស្រីសប្បាយចិត្តជាខ្លាំងព្រោះតែគេបានកាដូថ្ងៃកំណើតនៅពេលដែលបើកចេញមកគិតថាចិញ្ចៀនរៀបការតែមានណាបេះដូងกระดาษសោះវាដូចបេះដូងពិតៗអញ្ចឹងនៅពេលនោះក្នុងចិត្តរបស់នាងនឹងខកបំណងជាខ្លាំងតែនាងមិនចង់និយាយដល់វាទៀតទេនៅជាមួយគ្នាវាយូរដែរទៅហើយតែគេមិនដឹងទេថាមិត្តស្រីនឹងមិនចូលចិត្តញ៉ាំអ្វីនៅពេលដែលមិត្តស្រីនិយាយបន្ទោសទៅកាន់គេតែងតែរកហេតុផលរាប់លានហេតុផលមនុស្សប្រុសដែលមានអាយុរាប់សិបឆ្នាំទៅហើយតែនៅធ្វើដូចជាក្មេងមិនចេះគោរពអ្នកណាទាំងអស់សូម្បីតែឪពុកក្មេងនៅថ្ងៃអនាគតនឹងគេនៅតែប្រកែកជាមួយគាត់ពីរឿងអ្នកទាត់បាល់ចំណែកជើងវិញត្រូវមិត្តស្រីទាត់ចង់បាក់ទៅហើយតែគេនៅតែមិនព្រមបិទមាត់ទៀតទៅដល់ផ្ទះមិត្តស្រីគេធ្វើអាហាររួចហើយថែមទាំងមកច្របាច់ជើងឲ្យគេទៀតផងចំណែកនៅពេលធ្វើដំណើរកំសាន្តនឹងគ្មានការត្រៀមខ្លួនអីសំបីតែបន្តិចទៅដល់ត្រឹមណាចាំគិតគ្នាទៀតគ្មានការរៀបចំផែនការគ្មានការកំណត់ច្បាស់លាស់ក្នុងការដើរលេងពេលដែលនៅជាមួយគេនឹងគ្មានអារម្មណ៍ថាមានសុវត្ថិភាពទេបើសិនជាអូនគិតថាបងមិនល្អគ្រប់គ្រាន់ហេតុអីមិនចេញទៅមនុស្សពីរនាក់ដែលស្រឡាញ់គ្នាមិនមែនគ្រាន់តែនិយាយពាក្យបែកក៏បែកគ្នាបានទេតែនៅពេលដែលក្តីស្រឡាញ់និងការបារម្ភពីគ្នាវាបានអស់ទៅយើងនឹងអស់សង្ឃឹមទៅលើមនុស្សដែលយើងស្រឡាញ់នឹងបន្តិចម្ដងតែបើសិនជាឲ្យនិយាយពាក្យបែកទៅតែម្ដងវាពិបាកខ្លាំងណាស់ហើយអ្វីដែលសំខាន់នោះការលើកលែងទោសទៅឲ្យមិត្តប្រុសរបស់នាងនឹងវាជាទម្លាប់របស់នាងហើយនៅពេលដែលព្រះអាទិត្យអស់ស្ដង់គុតនោះអាសាក៏បានវែងផ្លូវលោកពូលីងក៏បានជួយនាំនាងមកបន្ទប់សម្រាប់ហើយបន្ទប់នេះដែរគឺជាបន្ទប់ដែលនាងចង់មកយូរហើយនាងចង់មកទីនេះជាមួយនឹងមនុស្សដែលនាងស្រឡាញ់ព្រោះតែចង់បំពេញបំណងប្រាថ្នារបស់នាងនឹងទោះបីជាការឈឺចាប់ដែលនាងត្រូវសរសេរក្នុងសៀវភៅកំណត់ហេតុនោះនាងក៏បានបដូរផ្លាស់មកសរសេរពាក្យផ្អែមល្ហែមវិញបងកុំភ្លេចចោលស្រោមដែលប្រើរួចហើយចោលស្អីគេបងមិនប្រើវាទេបើសិនជាមានយើងរៀបការបងគ្មានការងារច្បាស់លាស់ទេឲ្យរៀបការជាមួយបានយ៉ាងម៉េចមាត់បានប្រាប់ថាបើមានយើងរៀបការតែនៅពេលដែលអាសាមានកូនពិតមែនគេបែរជាប្រាប់ឲ្យនាងយកកូនចេញទៅវិញមនុស្សប្រុសអីគ្មានភាពទទួលខុសត្រូវអញ្ចឹងយើងមិនអាចប្រកែកបានទេថាមនុស្សស្រីនឹងតែតែចាញ់ប្រៀបមនុស្សប្រុសអញ្ចឹងហើយមុននឹងសម្រេចចិត្តធ្វើអ្វីមួយនឹងត្រូវគិតឲ្យច្បាស់លាស់និងគិតដល់ឪពុកម្ដាយរបស់យើងផងមិត្តនារី
អាសានៅពេលនេះនាងមានទម្ងន់ហើយតែមិត្តប្រុសរបស់នាងនឹងគ្មានភាពទទួលខុសត្រូវសំបីតែបន្តិចសំបីតែឪពុករបស់នាងត្រូវឡានបុករហូតដល់បាត់បង់ជីវិតសៀវហានឹងគេខ្ជិលមិននៅនឹងជួយនាងផងចំណែកពេលនេះនាងត្រូវទៅយកកូនចេញនៅមន្ទីរពេទ្យហ្នឹងនាងក៏ទៅតែម្នាក់ឯងនៅពេលនោះនាងមានអារម្មណ៍ថាខុសចំពោះកូនជាខ្លាំងតែនាងធ្វើអញ្ចឹងក៏ព្រោះតែកូនដែរហើយនាងក៏មិនដឹងដែរថាគួរសរសេរពេលណាអាទំព័រសៀវភៅកំណត់ហេតុចុងក្រោយហ្នឹងពេលនោះនាងក៏បានគិតក្នុងចិត្តថាតើនាងគួរទៅបែកគ្នាជាមួយសង្សារអត់បើសង្សារធ្វើបាបនាងច្រើនដល់ណាស់ហ្នឹងនៅពាក់កណ្ដាលយប់នោះនាងក៏បានហាយទំព័រទី77នឹងចេញហើយលើកទី77នេះដែរនាងជ្រើសរើសនឹងមិនអភ័យទោសឲ្យសង្សារនាងទៀតទេព្រឹកឡើងនៅពេលដែលសៀវហាគេក្រោកឡើងគេក៏បានឃើញថាគ្មានអ្នកណាដេកនៅជិតគេទេក៏បានទាញទូរស័ព្ទហ្នឹងទេទៅពី3ដងតែគ្មានអ្នកណាទទួលសោះវាខុសពី admin ឆ្ងាយណាស់ admin មិនក្រងពី20ដងទេបើថាមិនទទួលគឺមិនឈប់ទេដាច់ខាតឲ្យធ្វើមិនទៅបើយើងស្រឡាញ់គេចំណែកសៀវហានេះវិញគេខុសពី admin ឆ្ងាយណាស់ទេត្រឹមតែ3ដងគ្មានអ្នកទទួលគេក៏បានទៅដើរលេងជាមួយមិត្តភក្តិរបស់គេនៅពេលដែលគេទៅដល់បន្ទប់ទៅរកលុយទិញប៊ីយ៉ាមកផឹកទើបគេដឹងថារបស់របររបស់សៀវហានឹងបានបាត់អស់ហើយនៅពេលនោះគេក៏បានគិតក្នុងចិត្តថាពួកយើងនឹងបែកគ្នាហើយតែមែនទេហើយអាពាក្យថាបែកនេះដែរ admin មិនចង់ឮវាទេតែចុងក្រោយក៏កិច្ចមិនផុតត្រូវសង្សារប្រាប់ថាបែករាប់មិនអស់ដែរហ្នឹងតែដោយការព្យាយាមរបស់យើងក៏លួងគេបានសម្រេចសង្ស័យ admin បងប្អូនជេរឥឡូវហើយចូលសាច់រឿងយើងវិញនៅយប់នោះដែរសៀវហាគេដេកមិនលក់ពេញមួយយប់គេក៏បានទៅរកកន្លែងធ្វើការរបស់មិត្តស្រីពួកយើងទាំងពីរហ្នឹងមិនមែនក្មេងទៀតទេបើសិនជាចង់បែកគ្នានិយាយច្បាស់ៗមកព្រោះពួកយើងធំអស់ហើយតែមានរឿងខ្លាំងខ្ញុំមិនចាំបាច់បកស្រាយច្រើនទេហេតុផលនោះគឺ77ដងដែលលោកធ្វើឲ្យខ្ញុំខូចចិត្តហើយ77ដងនោះដែរសៀវហាគេមិនធ្លាប់ហ្វែខ្វល់ទេសំបីតែម្ដងបើសិនជាធ្វើតាម admin ប្រហែលជាមិនបែកគ្នាទេនៅពេលនោះដែរសៀវហាគេខឹងជាខ្លាំងហើយក៏បោកទូរស័ព្ទចោលនៅកន្លែងនោះទៅហើយគេក៏បានទៅទិញទូរស័ព្ទថ្មីភ្លាមបោកមិញហ្នឹងដើម្បីគេអត់យល់បន្ទាប់មកគេក៏បានទៅចូលរួមកម្មវិធីខួបកំណើតរបស់សិស្សស្រីចំណែកពេលនេះដែរអាសានាងបានរស់នៅក្នុងផ្ទះមិត្តសម្លាញ់នាងក៏បានឃើញវីដេអូរបស់សៀវហ្វាហ្នឹងផាក់ស្រាទាំងមានក្តីសុខនៅពេលដែលអាសាបានឃើញនាងក៏បានផុសតាមបណ្ដាញសង្គមថានាងហ្នឹងទំនេរហើយគ្មានសង្សារទៀតទេនៅពេលដែលសៀវហាបានឃើញនឹងគេក៏បានគិតថាខ្ញុំនឹងផឹកស្រាឲ្យស្រវឹងដើម្បីបំភ្លេចទុក្ខហើយគេគឺជាមនុស្សម្នាក់ផងដែរដែលពូកែគេចវេះពីបញ្ហាខ្លាំងណាស់តែម្ដងនេះគេត្រូវបានស្រីដាក់អន្ទាក់ហើយក៏បាននាំគេចូលទៅក្នុងផ្ទះសំណាក់ហើយនារីម្នាក់នោះដែរគឺជាកូនសិស្សរបស់គេនឹងឯងនាងបានចូលចិត្តគេនឹងមកយូរសែនយូរណាស់មកហើយនៅពេលនោះនាងក៏បាននិយាយថាការជូនពរថ្ងៃកំណើតរបស់ខ្ញុំនឹងវាជិតខ្លាយជាការពិតហើយបន្ទាប់មកនាងក៏បានចូលទៅក្នុងបន្ទប់ទឹកភ្លាមនោះដែរនាងក៏បានឃើញសៀវភៅកំណត់ហេតុរបស់អាសានាងក៏បានលួចអានយ៉ាងស្ងាត់តែម្នាក់ឯងនៅពេលនោះដែរនាងក៏មានគំនិតមួយគិតថាមិនឲ្យសៀវហានឹងគេដឹងទេនៅក្នុងពេលតែមួយនោះដែរអាសានាងក៏បានរៀបចំសម្ភារៈដើម្បីទៅផ្ទះរបស់ម៉ាក់វិញនៅពេលនោះដែរម៉ែមិននិយាយអ្វីទេគាត់មានតែស្នាមញញឹមតែប៉ុណ្ណោះដើម្បីទទួលកូនស្រីមកផ្ទះវិញព្រោះតែម៉ែនឹងគាត់បានដឹងទៅហើយថាកូននឹងជួបរឿងរ៉ាវអ្វីមកខ្លះទឹកចិត្តរបស់ម៉ែនៅតែស្រឡាញ់កូនជានិច្ចមិនថាកូននឹងទៅជាយ៉ាងណានោះទេចូលផ្ទះយើងទៅកូនស្រីចាំម៉ែទៅធ្វើម្ហូបអាហារមកឲ្យញ៉ាំតែនៅពេលដែលកំពុងហូបបាយនោះនាងទ្រាំមិនបានទេក៏បាននិយាយរឿងរ៉ាវទាំងអស់ចេញមកកើតជាមនុស្សស្រីវាអញ្ចឹងហើយកូនអត់ទ្រាំទៅមិនយូរប៉ុន្មានរឿងអាក្រក់ៗនឹងកន្លងផុតទៅដោយខ្លួនឯងតែកូនស្រីមិនបានគិតដូចម៉ែសំបីតែបន្តិចរាល់ថ្ងៃនឹងពួននៅក្នុងផ្ទះបាយហើយក៏ស្រែកយំនៅម្នាក់ឯងមានអីមិនល្អម៉ែខ្ញុំនៅជាមួយម៉ែកូនស្រីម្នាក់នេះបើថ្ងៃមួយម៉ែមិននៅតើធ្វើយ៉ាងម៉េចទៅ3ថ្ងៃក្រោយមកគឺជាថ្ងៃខួបកំណើតរបស់ពុកសៀវហ្វាព្រោះតែឪពុករបស់គេលែងលះជាមួយនឹងម្ដាយគេបានលាក់រឿងនេះទុកក្នុងចិត្តយូរហើយព្រោះតែគេនឹងចង់ឲ្យពុកសប្បាយចិត្តគេក៏បានប្រកាសដំណឹងលោថាខ្ញុំមានគម្រោងការថានឹងរៀបការជាមួយអាទាវហើយពួកយើងទើបនឹងស្គាល់គ្នាត្រឹមតែ3ថ្ងៃតែប៉ុណ្ណោះចំណែកអាទាវគេជឿថារឿងនេះជារឿងពិតនាងក៏បានយកសៀវភៅកំណត់ហេតុនោះដាក់ក្នុងកញ្ចប់ហើយក៏ហុចឲ្យសៀវហ្វាផ្ញើទៅឲ្យអាសាវិញនៅតាមផ្លូវគេក៏បានបើកកញ្ចប់មើលហើយក៏បានឃើញសៀវភៅកំណត់ហេតុនោះនៅពេលដែលគេបើកមើលគេក៏បានដឹងថាសៀវភៅកំណត់ហេតុនេះពោពេញដោយរឿងរ៉ាវការឈឺចាប់របស់អាសាក្នុងនោះសរសេរថាសៀវហ្វាគឺជាមនុស្សម្នាក់ដែលគិតតែពីខ្លួនឯងនិងតាមចិត្តខ្លួនឯងហើយថែមទាំងគ្មានការទទួលខុសត្រូវទៀតផងหลังจากที่รู้ว่าทั้งที่อาซาเสียน้ำตาไปมากแค่ไหนเธอก็ยังตัดสินใจยกโทษให้เขาอยากกลับมาหาเธอសុំទោសខ្ញុំនៅមិនទាន់ឈប់ស្រឡាញ់សង្សារចាស់ខ្ញុំទេខ្ញុំនឹងព្យាយាមប៉ះពើឲ្យតែនាងវិញមនុស្សប្រុសនៅពេលដែលគេចិត្តទូលាយដាក់ក៏រឹតតែគិតតែពីខ្លួនឯងបារបស់សៀវហ្វាត្រូវគេវាយរហូតដល់បែកនៅពេលនោះគេក៏បានដឹងថាទំព័រចុងក្រោយរបស់សៀវភៅកំណត់ហេតុនឹងត្រូវបានគេហែកចេញនៅពេលនោះគេក៏បានទាញទូរស័ព្ទទេទៅរកអាទាវគេចង់ឲ្យនាងប្រាប់ថាអាទំព័រចុងក្រោយនឹងសរសេរថាអ្វីខ្លះហេតុអីមិនទេទៅរកសង្សារចាស់ដោយខ្លួនឯងទៅទេទៅសួរនាងត្រង់ទៅអាមនុស្សកំសាសៀវហាគេក៏បានទៅផ្ទះរបស់អាសាម៉ែរបស់អាសាក៏បានវាយគេហើយក៏ដេញចេញទៅ
เฮ้ยให้หมดใจกันเถอะนะตัวใบจีโกนเรียบกาเข้ามนุษย์แต่โกนใส่ระบอไม้การเมามันเข้าเต้เฮาทั้งไงนี่ได้คือทั้งไงเรียบการะบอมดเพอาซาเฮาเนี้ยคือเนี่ยกำดอโกนกระมมได้สะอาดบำพอดพิธีบังกลกาปูปืนจะได้ปริยากาดาซานริเรียแต่คนเนยแต่เมียมนุษย์ได้โจจัดกำพลายพิธีบังกลกาเกเนยไปนุษย์ได้เมียนเศรษฐีมันเนี้ยอังบานมันเชียโกนใจเอานอมอาซามาจูเกโปรแต่เกนั่งจ้องเนยจะมวยเนียงก็บานปลาพิธีมวยนี่แดนใบบัญเจปีเพียบสมอตรองจันมีขนมจันเกกลดจังกงเพลียมเนียงเรียบกาจะมวยนึกยมบานเต้โลชกูดแมนหอยเก๋มันแมนเชียมนุกแต้มเนี่ยเต้ได้จองระเยระไงขนมกรรมพิธีบังกลกามวยนี่เพลียมนุ้งเพลิงเนื้อตีนุ้งก็บานรถเตอเฮาจำนายเลือกันเจาะดอทมนุ้งก็บานบรรจันปนลือเมาเนื้อเลือกันจ้องก็บานบรรจันวิดีโอเซียวฟ้านางอาซาจับได้คเนี้ยทั้งไงดำบงจูนใบกาเอาคเนี้ยนั่งทั้งไงดำบงเฟอร์โคกำนาดเอาคเนี้ยนั่งทั้งไงดำบงเตอเฟอร์กาทั้งไงดำบงติงลานก็ทั้งไงดำบงเตอจูปกไม้ก็ทั้งไงดำบงจอกทั้งไงนาเตอแอดมินทั้งไงดำบงโดยเกได้นู้จองเมียนได้แต่มันดังทาทั้งไงนาเต้เนื้อปีเดบานเคยหอยอาซาเนียงรมเพิ่มจัดจิคลั่งดอบชนำกันลงเมาหนุ่มปุกเกตั้งปีเมียนอนุสาวรีย์จิเจริญได้เฟอร์จมวยเนียเสียวฟ้าบานดาวใจเมาปีกันไรเงดก่อโปรแต่ขยมมันดังปีวิธีเดมใบไทยรักษาเนียงอาซาเนียงคือจิมนูแต้มเนกดในขนมดวงจัดระบอกขยมได้มองเรียนขยมไอ้บานดังท่าคดีสลายนั่งคือเจียวไว้อาซาตรายเกตเฟยโคจัดดอกธนานังตาเนียงพร้อมตลอดมาเวนเตียเต้บองสนยาธาในทั้งไงหมกบองหนึ่งนอนแตกไอซอกนั่งสุภแมงโกลมาออยโอนบองหนึ่งปากเปยกำเฮาจัดสปรัมปีดองได้บองเฟยจมปูโอนบองสังเคิมท่าโอนหนึ่งเลือกแรงตัวหอยบองเจเลือกจองกรอยแต่จ่อเก๋ก็บานลดจงกงโจในหมกอาซาเฮ้อไม่เตะขยมลดจงกงมนไอแต่เตี้ยหอยขยมไทม์แต่ลดจงกงอยู่จังไงเตี้ยพงเฮาในชาวทั้งมึงเอาบกวยใส่เตี้ยจัดการไปตื้อหอยเรื่องมูนี้ไปบานจอบแต่เติมนั่งโดยยังบานดังจังอาสาคือเจียมนุสไรแต่เนกดในขนมดวงจัดระบอเซียวฟ้าจงไหนลีม้าคือเจียมนุสไรแต่เนกดในขนมดวงจัดระบอแอนมินโดยเนียชิฮิจูบเนี้ยทั้งไงดอกปีข่มตัวกระเคลี้ยงสระตึงตรองขาดกำปงจามสระกงไนระบอแอนมินวิดีโอไว้เลงสาวจรันมันติดให้ออกคุณเขาจะกองสมาเจียสไรจูบเนี้ยวิดีโอกรอย